ba video má cứ tha nhâm tại một đòn để xa tại đi nhâm thử hobby Đà Lạt từ ở Hồ Chí Minh ở pe phật ở bằng bồn chẳng hay có cho nhâm ấy nơi ở Paliền để không Paliền kinh tại một đòn còn top pi nhâm ấy hai lần rong trăm một sự tốt dân của bạn đòn mang họ chẳng nè bằng bồn chẳng nè pe đại dương họ nâng cứ ở dân chi làn krong màu ở đòn cái lại chỉ đạo dân họ chẳng nè bằng hai ở trong một tiết dương của với cái họ há hơi sọp pe nâng đáสมุดปกสะอาดคลั่งมันตันหมองบองปอนโอ้ยหลังเมื่อหลังได้กระตุยพนักหมองได้สากาสติดไปนั่งยัดเพลียงกับบองปอนหายยังข้อห้าวไปให้ชิมมาเมาชื่อเรื่องกับบ้านบัดดอhai khăn nô phong đá dương của bạn xịt cho nhâm cà phê mà cái lái nơi Hồ Chí Minh nó là cái miên ca tóc tay cho mũi nó thom mà chếtอย่างstrong sai mình tan hay giống bật cho chết rồi chết cà phê pong món là từ nó khăn mình tan tại mà đong ở vậy đây pizza cô nhom sờ lạnh vẹp kê là bị kẹp vôแบบ natural cho mũi nó ca đâm cho mũi nó cái chết bỏ bảy to nó kẹp chua cho mũi nó accessory là bịធ្វើដោយដៃចឹងណាបងប្អូនហើយខាងក្នុងនោះគេមានតងគេមានកៅអីមានអីឲ្យយើងអង្គុយហើយគេមានដាក់វល្លិរុក្ខជាតិផ្សេងអញ្ចឹងទៅហើយគេបាញ់ផ្សែងតិចមកយើងដើរថតអីក្នុងនឹងអញ្ចឹងណាប៉ុន្តែគាត់ខ្ញុំចែករំលែកថាបើទៅញ៉ាំតែកាហ្វេអត់អីបើសិនជាបងប្អូនចង់ញ៉ាំអាហារនៅនឹងគឺថ្លៃខ្លាំងមែនតើដូចមាន់អីអញ្ចឹងគឺតែមួយចំហៀងឯងរបៀបតម្លៃស្មើនឹងយើងញ៉ាំមាន់មួយនៅដាឡាត់នៅអីចឹងណាបងប្អូនអញ្ចឹងវាថ្លៃខ្លាំងហើយយប់ឡើងគឺយើងមក chill នៅ Bowen Walking Street គេអញ្ចឹងបងប្អូនហ្នឹងហើយខ្ញុំអត់សូវច្បាស់ដែរហើយយើងញ៉ាំជាមួយនឹង Saigon Beer អញ្ចឹងណាប៉ុន្តែចិត្តដល់នេះងាយភ្លៀងខ្លាំងមែនតើខ្ញុំទៅនោះអត់មានភ្លៀងទេសាមកស្ទូឡើងភ្លៀងឡើងលិចដល់ចូលក្នុងផ្ទះម្ចាស់ហាងទៀតមុនដំបូងគាត់ថាអត់អីទេនៅនឹងដល់ពេលឲ្យត្រឹមកែកជើងធំជង្គង់ដល់ធំចកែឥឡូវហ្នឹងហើយឲ្យផឹកឡើងក៏យើងមកហូបបាយប៊ីអីគេល្បីនំគ្នាមកញ៉ាំហើយយើងក៏បន្តដំណើរទៅ shopping កាបូបនេះក៏ល្បីដែរហើយចំណុចពិសេសរបស់គេហ្នឹងគឺថាយើងអាចតុបតែងទៅតាម style របស់យើងអញ្ចឹងណាហ្នឹងហើយយើងមានគេមានរបៀបមានខ្សែផ្សេងមានកូនកាបូបមានអីចឹងទៅបតោអីចឹងទៅហើយយើងអាចយកមកតុបតែងដាក់នៅលើកាបូបយើងអញ្ចឹងណាបងប្អូនហ្នឹងហើយគេមានលក់កៅអៅមានអីទៀតអញ្ចឹងណាខ្ញុំក៏ទិញបាន 4-5 កាបូបអីដែរហើយតម្លៃក៏គួរសមដែរហ្នឹងរបៀប local brand របស់គេអញ្ចឹងណាហ្នឹងហើយគេវាខ្ចប់ឲ្យយើងដូចនំប៉័ងយ៉ាងបងប្អូនហ្នឹងហើយពណ៌គេឡើងខ្ជិះខ្ជួតខ្ញុំនេះឃើញវ៉ែនតាគេស្អាតហើយពណ៌កាបូបហ្នឹងក៏វាខ្ជិះខ្ជួតទៀតហ្នឹងហើយ colorful បន្តមកទៀតយើងក៏បាននាំគ្នាទៅ shopping នៅ The New Playground បងប្អូនគេមានហាងច្រើនមែនតែមានលក់ accessory ចូលទូរស័ព្ទកាបូបអីហ្នឹងណាហើយនៅក្នុងហ្នឹងក៏មានកន្លែងលក់ទឹកអប់ដែរគេធ្វើខ្លួនឯងអញ្ចឹងណាបងប្អូនហ្នឹងហើយខ្ញុំក៏បានមក shopping ទិញខោអាវទិញអីច្រើនមែនតើនិយាយទៅយួរឡើងអត់ចង់ហួចចាស់បងប្អូននឹងគេជួយយួរផងទេហើយទិញវ៉ែនតាទិញអីអញ្ចឹងពេលហើយយើងមានអារម្មណ៍ថាអស់កម្លាំងខ្លាំងមែនតើយកដាវស្រាវនោះក៏មកចូលញ៉ាំទ្រីងគេនៅនេះហើយទ្រីងហ្នឹងរបៀបទឹកកន្ទឹមគេឆ្ងាញ់មែននេះគឺជា buffet នៅហូជីមិញបងប្អូន buffet គេហ្នឹងតែជាង10រៀលទេប៉ុន្តែមានគ្រឿងសមុទ្របកងក្តាមហើយខ្យងអីធំ oyster អីចឹងរបៀបថា lobster អីធំអីនោះក៏មានដែរបាញ់ឆាវមានអីនិយាយទៅគឺវាធូរថ្លៃមែនតើហ្មងបងប្អូនហើយសាច់គោសាច់ជ្រូក3ជាន់អីគេស្រស់មែនតើហ្មងហើយតែជាង$10នឹងគួយពួកខ្ញុំនំគ្នាញ៉ាំនឹងចង់បែកពោះហើយដោយសារតែថ្ងៃនេះក៏ជាថ្ងៃចុងក្រោយដែរអញ្ចឹងហើយគឺពួកយើងមកឆ្លៀតមកទិញនំគេល្បីនៅតាមលឿងហែមនោះបងប្អូនគឺសាប៊ូនំផ្លែគេឆ្នៃអញ្ចឹងណាហើយរសជាតិគេទទួលយកបានបងប្អូនតែវាមិនជាណាស់ណាយដែរអញ្ចឹងណាបងប្អូនហើយខ្ញុំទិញអស់រៀងច្រើនដែរអញ្ចឹងគេថែមជាមួយនឹងអាមិញត្រាងកញ្ចប់គេហ្នឹងហើយនឹងទឹកជ្រក់អីឲ្យអញ្ចឹងណាបងប្អូននេះហាងគេនិយាយទៅស្រុកនេះតែហៅយប់ឡាដឹងតែរាប់លុយហើយដោយសារតែលេខ0វានឹងគឺវាច្រើនចង់ទៅធានានៅក្នុងការចាយតែម្ដងហើយយើងក៏ឆ្លៀតជាមួយនឹងការរៀបចំអីវ៉ាន់ហើយហ្នឹងហើយនៅឆ្លៀតទិញថែមទៀតបន្តមកទៀតមុនឡើងឡានក្រុងយើងក៏បានឲ្យគេសម្អាតស្បែកជើង